រដ្ឋាភិបាលត្រាំថាការកាត់ជំនួយរួមទាំងកាត់ដើមទុនសម្រាប់ Radio Free Asia អីគឺជាការខុសហើយត្រូវបន្តឲ្យហើយគេចង់ធ្វើបាតកម្មនៅមុខសេតវិមានអីខ្ញុំក៏លេចឃើញព័ត៌មានហ្នឹងខ្ញុំដឹងថាវាคล้ายទេអាព្រីស្រោមសបុតវាមិននិយាយចឹងទេទោះបីខ្ញុំដាក់រហស្សនាមថាវាព្រីស្រោមសបុតមែនវាមិននិយាយចឹងទេវាមិននិយាយថាអមេរិកកុំកាត់ជំនួយទៅអាស៊ីសេរីអីបើសិននៅតែកាត់វាធ្វើបាតកម្មអីអត់ទេវាមិនស្គួតចឹងព្រោះអាព្រីស្រោមសបុតនេះឲ្យតែនិយាយរឿងលុយអានោះគឺឆ្លាតហ្មងនិយាយរឿងម្ហូបឆ្ងាញ់និយាយរឿងស្រួលនិយាយរឿងអត់ចាញ់លុយអានោះគឺវាឆ្លាតនិយាយរឿងអូសខ្មែរឲ្យតែជាប់គុកដើម្បីប្រយោជន៍វាអីអានោះឆ្លាតនិយាយរឿងទៅចាក់កគូតហ៊ុនសែនឲ្យលោតដើម្បីហៅវាទៅលេងម៉ងស្លក់ម៉ងសាយអានោះឆ្លាតចាទីណូអត់ដឹងទេកូនអត់ដឹងខ្ញុំអត់ដឹងខ្ញុំអត់ចេះតែនិយាយប្រែផ្ដាស់ទេព្រោះខ្ញុំអត់ដឹងណាបាទខ្ញុំឮសូមថាគេកាត់ទុនកាត់អីមែនខ្ញុំអត់ដឹងណាខ្ញុំអត់ដឹងគ្រាន់តែគេដាក់អញ្ចេះគាត់ថាជាការកន្លងមកគាត់ថាគេដាក់ចេះទេមើលគេដាក់ចេះទេជាការកន្លងមកណាព័ត៌មានគេដាក់ចេះទេគេដាក់ថាវាមានការរៀបចំសារជាថ្មីនៅក្នុងអង្គការសហរដ្ឋអាមេរិកដើម្បីស្ដីទទួលបន្ទុកខាង media សកលលោកគេហៅថា US Agency for Global Media ដែលអង្គការនេះគឺជាអង្គការម៉ែឪរបស់អង្គការផ្សាយព័ត៌មាននៃសហរដ្ឋអាមេរិកដូចជាសម្លេងវិទ្យុសម្លេងសហរដ្ឋអាមេរិកអាស៊ីសេរីជាដើមដូច្នេះហើយការដែលកើតការកាត់បន្ថយនៃដើមទុនក្នុងកិច្ចប្រតិបត្តិការរបស់អាស៊ីសេរីនឹងអាចមានការផ្លាស់ប្ដូរខ្លះគេក៏និយាយប៉ុណ្ណឹងទេតែពាក្យថាបិទអាស៊ីសេរីអត់មានទេបាទអត់មានទេ I heard he said that today is RFA last day broadcasting អ្នកណា said សុភ័ក្រអ្នកណាអ្នកនិយាយអ្នកណាអ្នកនិយាយ you heard who said ខ្ញុំអត់ដឹងខ្ញុំអត់ដែលតាមដានមើលខ្ញុំទៅមើលបន្តិចមើលខ្ញុំអត់ដឹងប្រាក់ទីណូសួរខ្ញុំឆ្លើយមិនដឹងខ្ញុំអត់ដឹងមែនខ្ញុំទៅមើលបន្តិចមើលយប់ថ្ងៃបោះគេនៅនិយាយតាអូខេសេចក្តី2ម៉ោងមុននេះសេចក្តីជូនដំណឹងពីការផ្សាយរបស់វិទ្យុអាស៊ីសេរីនៅលើគេហទំព័របណ្ដាញសង្គមតាមវិទ្យុនិងទូរទស្សន៍ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរីសូមចូលទៅកាន់គេឲ្យ website គេឲ្យ YouTube ហើយអាហ្នឹងដូចព័ត៌មានធម្មតាគេឲ្យព័ត៌មានធម្មតាថាបើយើងចង់មើលឲ្យទៅអានោះណាគេមាន Telegram មានអីគេអានោះដូចធម្មតាអូខេ3ម៉ោងមុននេះមតិលើបណ្ដាញសង្គមបាត់ខ្ទប់វិទ្យុអាស៊ីសេរីដូចបាត់ដែរអត់ទេអានោះក៏វាអត់មានអីប្លែកណាសុផាន់ណាអើយថ្ងៃនេះឆ្លុះកញ្ចក់ជាប់ច្រើនកន្លែងប៉ុន្តែខ្មងជើងនេះវាដាច់ស្បែកជ្រៅដូរថ្នាំ3ដងហើយពងតាមដានវាបើមិនស្រួលទៅពេទ្យបាទចំណែកដៃនេះក៏តាមដានដែរខ្លាចបែកឆ្អឹងហើយឃើញវាស្រក់បាទអានេះក៏តាមដានលហែកឈើធ្លាក់មកប៉ុន្តែចេះតាមដានបាទ
ខ្ញុំអត់ឃើញសុភ័ក្រខ្ញុំអត់ឃើញអានងបាទអត់ឃើញតែគេផ្អាកទេអាហ្នឹងគឺខ្ញុំមើលមិនទាន់អូខេខ្ញុំអត់ស្ដាប់អរគុណសុភ័ក្រអរគុណទីណូខ្ញុំអត់ស្ដាប់គេណែខ្ញុំចាត់ទុកថាអាវិទ្យុសម្លេងខ្មែរហ្នឹងវាខាតលុយពន្ធដារអាមេរិកខ្ញុំនិយាយប៉ុន្តែឲ្យខ្ញុំទៅរករឿងវាខ្ញុំបានរករឿងវាទេបាទឲ្យខ្ញុំទៅនិយាយទៅរករឿងវាស្អប់ខ្ពើមវាខ្ញុំបានស្អប់ខ្ពើមវាទេខ្ញុំខ្ពើមអាវាប្រកាន់បពពួកហ្នឹងខ្ញុំខ្ពើមអញ្ចឹងប៉ុន្តែឲ្យខ្ញុំនឹងទៅស្អប់ខ្ពើមអីគេហៅថាពាក្យស្អប់ពាក្យខឹងអីខ្ញុំមិនត្រូវការទេខ្ញុំអត់ត្រូវការណាបាទខ្ញុំអត់ត្រូវការទេខ្ញុំអត់ត្រូវការទៅស្អប់ទៅខឹងអីគេទេខ្ញុំអត់ត្រូវការទេពួកមនុស្សខ្ញុំបញ្ចេញយោបល់ណាខ្ញុំបញ្ចេញយោបល់ប៉ុន្តែខ្ញុំមិនខ្ញុំបញ្ចេញយោបល់ប៉ុន្តែខ្ញុំអត់យកសំអប់ជាធំអីខ្ញុំអត់ទេណាបាទឃើញហើយគេផ្សាយ16ម៉ោងមុនប៉ុន្តែមិនមែនជាផ្លូវការទេគេផ្សាយគេមិនមែននិយាយពីកម្មវិធីមិនដឹងដែរខ្ញុំមិនដឹងដែរប៉ុន្តែគេផ្សាយនៅក្នុងទំព័រឯកជនខ្ញុំក៏មិនដឹងថាវាពិតប៉ុណ្ណាអីប៉ុណ្ណាណាបាទអូខេអរគុណសុភ័ក្រអរគុណទីណូដែលបានឲ្យព័ត៌មានខ្ញុំអត់ដែលតាមដានទេខ្ញុំរិះគន់អារ៉ាឌីយ៉ូហ្នឹងចាញ់មុខអញ្ចឹងប៉ុន្តែខ្ញុំមិនដែលទៅស្អប់ខ្ពើមវាអីទេខ្ញុំថាវាប្រកាន់បកពួកវាអត់បម្រើផលប្រយោជន៍អាមេរិកវាមិនឲ្យតម្លៃដល់អាមេរិកដែលជាអ្នកបងពុនឲ្យពួកវាខ្ញុំនិយាយត្រង់អញ្ចឹងហើយខ្ញុំអត់មានទៅស្អប់ខ្ពើមប៉ុន្តែខ្ញុំជ្រិញនឹងរបៀបបកពួកវាដែលវា operate នៅក្នុងរ៉ាឌីយ៉ូហ្នឹងតែប៉ុណ្ណឹងហើយខ្ញុំយល់ឃើញវាអត់មានប្រយោជន៍ខ្ញុំនៅនិយាយអញ្ចឹងណាបាទតែឲ្យទៅស្អប់ទៅខ្នាញ់គេអីឲ្យគេលំលាបានគិតអញ្ចឹងទេព្រោះខ្ញុំជាមនុស្សសេរីខ្ញុំគ្មានអញ្ចឹងទេតែអាតួអីហ្នឹងអានឹងល្បីនៅក្នុងរ៉ាឌីយ៉ូអាស៊ីសេរីល្បីថាអាណាដែលវាពេញចិត្តគឺអត់សក់ទេគឺវាធ្វើតតែចាញ់ណាបាទមានអ្នកខ្លះឲ្យតែនឹករឿងថានៅអាស៊ីសេរីហ្នឹងស្រក់តែភ្នែកណាព្រោះវាសក់សบายពេកហើយអង្គការអាស៊ីសេរីហ្នឹងអត់ដោះស្រាយបញ្ហាemployee ការទុកមិនសក់ចិត្តក្នុងអង្គភាពមួយដូចអត់ទេហ្នឹងមាននាងមួយដែលជាមេអាស៊ីសេរីហ្នឹងឈ្មោះវានាងអីទេមើលនាងនេះឈ្មោះស្អីទេខ្ញុំភ្លេចទៅមាននាងហ្នឹងខ្ញុំធ្វើ research បន្តិចដែរបាទខ្ញុំធ្វើ research ពីនាងហ្នឹងបន្តិចដែរកាលណាឲ្យដឹងទេណាកាលណាឲ្យដឹងថាមួយហ្នឹងវាមកពីណាឈ្មោះវាបេហ្វាងណាមាននាងហ្នឹងឈ្មោះវាបេហ្វាងមុខដូចចិនទេប៉ុន្តែមិនខ្វល់ទេវាចិនចាមចិនយួនទេក៏អត់អីដែរមាននាងហ្នឹងឲ្យខ្ញុំឆែកមើលbackground របស់វា education វាមាន undergraduate degree ពី Harvard បាទ undergraduate ទេបាទវា undergraduate degree ពី Harvard វាជា Fulbright scholarship វារៀននៅហុងកុងហើយវារៀនខាង media and politics នៅហុងកុងខ្ញុំមើល job experience របស់វាអីតែមើលឲ្យដឹង
ហើយនៅក្នុងជីវិតរបស់វាដែលមកធ្វើប្រធានអាស៊ីសេរីហ្នឹងវាមកធ្វើប្រធានម្ដងហើយវាលាលែងពីតំណែងឬដកខ្លួនថយហើយវាវិលត្រឡប់មកវិញអាមានន័យថាជាប់វាហ្នឹងគឺជាប់បាក់ពួកអញ្ចឹងហើយបានវាដឹកនាំអាស៊ីសេរីគុណភាពទាបហ្នឹងមានន័យថាយ៉ាងម៉េចគុណភាពទាបវាបដោយឲ្យអាស៊ីសេរីភាសាខ្មែរហ្នឹងធ្វើស្រាញ់យ៉ាងចិត្តយកទៅធ្វើជាឧបករណ៍ក្នុងការផ្សាយនៃមហិច្ឆតានយោបាយផ្ទាល់ខ្លួនណាវាពួកអាស៊ីសេរីភាសាខ្មែរហ្នឹងវាទៅជាមានបូជនីយកិច្ចគ្រូសេតរបស់វាថាអូវាប្រឆាំងហ៊ុនសែនទេគេអត់ឲ្យធ្វើអញ្ចឹងទេរដ្ឋយោហ្នឹងវាជា mouthpiece របស់អាមេរិកដើម្បី promote liberty promote freedom promote human rights and democracy គេគ្មានត្រូវការ radio ហ្នឹង to be activistic ទេវាត្រូវ serve American foreign policy ប៉ុន្តែមេវាអញ្ចឹងព្រោះមីនាងហ្នឹងក៏អញ្ចឹងដែរមីបីហ្វាងហ្នឹងក៏អញ្ចឹងដែរមីបីហ្វាងហ្នឹងវា activistic ដល់អញ្ចឹងដែរកូនចៅវាហ្នឹង activistic ដូចគ្នាក៏បាក់ពួកវាធំណាបាក់ពួកវា secure funding បានណាបាក់ពួកវាធំនេះគេដាក់ carry highlight ណាវាជាប្រធាននៃអាស៊ីសេរីបីហ្វាងបានដឹកនាំអាស៊ីសេរីហើយមើលអីគេអួតអាងថាគេ overseeing strategic direction and editorial integrity អាចគ្មានទេគ្មាន editorial integrity អីទេគ្មានទេបានទទួលការតែងតាំងក្នុងតំណែងនេះនៅឆ្នាំ2019ហើយក្រោយមកក៏បានចាក់ចែងពីតំណែងហើយត្រឡប់មកវិញនៅខែមករាឆ្នាំ21ក្រោមការដឹកនាំរបស់នាងនឹងគេ continue broadcast uncensored news to audience in Asian country with restricted or state control media តែទីបំផុតទៅបរាជ័យអូខេបរាជ័យឲ្យអាស៊ីសេរីភាសាខ្មែរនឹងធ្វើសាច់ចិត្តឲ្យមនុស្សនៅក្នុងហ្នឹង become activistic កាន់ក្បាល microphone ដើរតាមព្រាយរហូតទៅដល់កូរ៉េដល់អីណាអានោះអញ្ចឹងហើយគេអួតថាមីនាងបីហ្វាងហ្នឹងគេធ្វើជា foreign correspondent for major publication វាធ្វើឲ្យទស្សនាវដ្តី US News and World Report ណាហើយវាធ្វើការឲ្យ Chicago Tribune តែប៉ុណ្ណឹងខ្ញុំដឹងនិន្នាការនយោបាយវាហើយណាគេអួតថាវាមានបទពិសោធន៍ធ្វើរបាយការណ៍ពីអាហ្គានីស្ថាន Iraq China and Middle East covering war zone political transition and human rights issue អាហ្នឹង resume ទេយល់ទេ resume ទេមិនដែលឃើញវាខ្លាំងអីទេអត់មានទេបាក់ពួកអាហ្នឹងគេមានចំណាយការសិក្សាវិញ Harvard University undergraduate degree Fulbright scholarship ណា ធ្លាប់ធ្វើជា Deputy Assistant Secretary of State for Public Diplomacy 2011 and 13 អូខេអញ្ចឹងនៅក្នុងរដ្ឋការ Obama responsibility overseeing press relation រឿងខ្លះវាកើតមកផ្លែទៅវាដូចយើងម៉ូតូរបស់គ្នាណាឬក៏ឡានកឡាប់នេះណាវាកើតវឹងមកអញ្ចឹងទៅក៏ចប់ទៅវាយើងរៀនវាទុកជាប្រវត្តិសាស្ត្រវាអត់ជួយយើងទេវាអត់មានជួយផ្ដល់យោបល់ឲ្យយើងវាអត់ជួយខ្ញុំមិនសូវលើកមកនិយាយដោយពួកវិទ្យុពួកអីចឹងគេនឹករំលឹកខួប7កក្កដាអាហ្នឹងគេនិយាយពួកគេអត់មានព័ត៌មាននិយាយគេលើករឿងហ្នឹងមកសួស្ដីម៉ែអាឡែនបាទគេហួរគេតាប្រទេសអ៊ីរ៉ាន់នឹងមានសង្គ្រាមឆាប់នេះទេបងមិនចាត់ទុកថាជាសង្គ្រាមទេបងមិនចាត់ទុកថាជាសង្គ្រាមទេប៉ុន្តែខ្ញុំមានការសង្ស័យបាទខ្ញុំមានការសង្ស័យថានឹងមានការវាយប្រហារដោយអ៊ីស្រាអែលទៅលើរោងចក្រចម្រាញ់យូរេនីមនុយក្លេអ៊ែរនៅអ៊ីរ៉ាន់ខ្ញុំសង្ស័យថានឹងមានការវាយប្រហារតាមផ្លូវអាកាសនឹងធ្វើឡើងដោយអ៊ីស្រាអែលទៅលើអ៊ីរ៉ាន់ហើយចំណុចដែលអ៊ីស្រាអែលធ្វើហ្នឹងគឺរៀបចំឡើងបើកដៃដោយត្រាំគាត់ធ្វើរឿងមួយទុកទៅហើយត្រាំគាត់សរសេរសម្បត្តិផ្ញើទៅខូមីនីនៃអ៊ីរ៉ាន់
ឲ្យចរចារឿងនុយក្លេអ៊ែរត្រាំបាននិយាយប្រាប់ថាអ៊ីរ៉ង់គ្មានសិទ្ធិនិងមានសក្តិវុធនុយក្លេអ៊ែរទេហើយអ៊ីរ៉ង់ក៏ប្រកាសវិញថាមិនចរចាជាមួយនឹងសាតាំងទេហើយអាមេរិកក៏ធ្វើការវាយប្រហារយ៉ាងតិច3ដងហើយទៅលើពួកហ៊ូធីនៅឯយេម៉ាន់អញ្ចឹងដោយយកលេសថាអ៊ីរ៉ង់គឺជាមេរបស់ហ៊ូទីហើយហ៊ូទីរំខានផ្លូវដឹកជញ្ជូនដោយបដិញ្ញាវាយប្រហារទៅលើនាវារបស់អ៊ីស្រាអែលនឹងវាយអ៊ីរ៉ង់បាទនៅក្នុងថ្ងៃនេះបច្ចុប្បន្ននេះម៉ោងប្រហែលចេះខ្ញុំមើលសិនបាទនៅឯទីក្រុង Tel Aviv ម៉ោង 5:26 វេលាព្រឹកថ្ងៃសុក្រទី21មីនាឆ្នាំ2025ខ្ញុំឯនេះម៉ោង 11:26 នាទីយប់ចិត្តពាក់កណ្ដាលរាត្រីថ្ងៃប្រហ័សទី20មីនានៅអ៊ីស្រាអែលចូលថ្ងៃសុក្រហើយកម្ពុជាបច្ចុប្បន្នម៉ោង 10:26 ព្រឹកថ្ងៃសុក្រនៅអ៊ីស្រាអែលពីម្សិលមិញគឺថ្ងៃប្រហ័ស